Okay, so say sai thamai bang te ta kan ne ngok khnie te ton chumoi nang video ni nyo num som luk yokមកជាថ្មីម្ដងទៀតតton chumoiនឹងការទៅបន្តការសិក្សានៅក្នុងប្រទេសអាល្លឺម៉ង់ដោយសារតែខ្ញុំឃើញសំណួរបងអូនស្រីដែលគាត់សួរបញ្ជាក់បន្ថែមតton chumoiនឹងការត្រូវធ្វើដូចម្ដេចដើម្បីទៅបន្តការសិក្សានៅទីនោះអូខេអញ្ចឹងតើតើបើសិនជាអូនចង់apply scholarship ទៅបន្តការសិក្សានៅក្នុងប្រទេសអាល្លឺម៉ង់ទី1អូនត្រូវតាមដានព័ត៌មានរបស់ program ណាមួយដែលអូនចង់ apply យកអាហារូបករណ៍ដែលអាចជាជំនួយដល់យើងទៅបន្តការសិក្សានៅក្នុងប្រទេសអាល្លឺម៉ង់ណាអញ្ចឹងយើងត្រូវ research មើលព័ត៌មានឲ្យច្បាស់តាក់ទងជាមួយនឹង program ហ្នឹងថាគេ requirement របស់គេត្រូវការអីខ្លះដើម្បីយើងត្រៀមទុកជាមុនអញ្ចឹងណាហើយបើសិនជាដូចបងដោយសារតែprogram ដែលបងដាក់ហ្នឹងគឺមាន partner ជាមួយនៅសាលាបងអញ្ចឹងហើយគឺពេលដែលខាងគេ announce ខាងសាលាយើង announce យើងនិយាយទៅយើងត្រូវត្រៀមខ្លួនរួចជាស្រេចហ្មងព្រោះដោយសារតែបងបានដឹងពីអាហារូបករណ៍នឹងមុនច្រើនហើយក៏បាន research ច្រើនដែរតាក់ទងជាមួយនឹង program ដែលបងទៅហ្នឹងគឺ Erasmus program ប៉ុន្តែបងសូមបញ្ជាក់តិចដោយសារតែ Erasmus program តើតែសាលាយើងមាន partner ជាមួយនឹងខាងគេទើបយើងអាចដាក់apply យកអាហារូបករណ៍បានប៉ុន្តែបើសិនជានៅក្នុងសាលារបស់អូនក៏មាន partner ជាមួយនឹងខាង program នេះដែរអូនក៏អាចព្យាយាមតាមដានព័ត៌មានឲ្យជាប់ហើយត្រូវ research មើលឲ្យបានជាក់លាក់ថាជាទូទៅ requirement របស់គេត្រូវការអីគេខ្លះជាទូទៅសម្រាប់អាហារូបករណ៍ដែលយើងត្រូវ apply នឹងទូ program តែមួយមែនក្តីគ្រាន់តែថារយៈពេលមួយឆ្នាំគេតែងតែ update ហើយសម្រាប់ព័ត៌មានឬក៏ឯកសារដែលយើងត្រូវ apply រៀបចំ apply អញ្ចឹងណាប៉ុន្តែក៏អត់សូវខុសគ្នាច្រើនប៉ុន្មានដែរវាអាចនឹងមានឯកសារគេថែមឯកសារណាបន្ថែមឬក៏អីតិចតួចប៉ុន្តែគឺជាក់ស្ដែងយើងត្រូវតែមើល requirement របស់គេឲ្យច្បាស់ពីឆ្នាំមុនឬក៏ឆ្នាំហ្នឹងតែតាក់ទងខាងសាលាគេ announce មកយើងជិះទៅគឺយើងមានពេលប៉ុន្តែបងសម្រាប់ចំណុចហ្នឹងគឺយើងត្រូវតែត្រៀមខ្លួនជាមុនសម្រាប់ឯកសារមួយចំនួនបើសិនជាយើងឃើញភ្លាមយើងដាក់ភ្លាមគឺអត់អាចទេអញ្ចឹងបើសិនជាយើងដឹងច្បាស់ថាខ្លួនយើងចង់បានអាហារូបករណ៍ណាមួយហើយពី program ណាមួយហើយអញ្ចឹងយើងត្រូវតែរៀបចំមុនឲ្យអស់ឲ្យហើយអញ្ចឹងណាតើតើជាមួយនឹងឯកសារនានាអាហ្នឹងគឺវាជួយយើងបានច្រើនមែនទែនវាអត់ជួយយើងចង់ឲ្យថាអត់ស្លន់អត់អីអញ្ចឹងឯកសារយើងដាក់ទៅគឺវាលឿនណាមានន័យថានៅពេលដែលគេចាប់បើកទទួលពាក្យ program នឹងភ្លាមគឺយើងអាចនឹងមានឱកាសមួយបាត់ហើយមុនគេបាត់ហើយអញ្ចឹងបងមានប៉ុណ្ណឹងសម្រាប់ចែកម្លែកបន្ថែមហើយបើសិនជាអូនដឹងឈ្មោះ program ឬក៏មើលទៅ scholarship ណាដែលអូនមើលទៅមានចំណាប់អារម្មណ៍ក៏អាចសួរបញ្ជាក់បងបន្ថែមដែរបងនឹងជួយ research មើលបន្ថែមដែរថា program ហ្នឹងវាបែបណាហើយនឹងស័ក្តិសមនឹងបែបណាសម្រាប់និស្សិតឬក៏ master ថ្នាក់ master degree ឬក៏ PhD degree អីចឹងទៅអូខេអញ្ចឹងថ្ងៃហ្នឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែកម្លែកបន្ថែមបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានសំណួរអីបន្ថែមក៏អាចធ្វើការសាកសួរបន្តទៀតបានដូចគ្នាអញ្ចឹងដែរអូខេអរគុណច្រើនបាយបាយ